ហើយមានឃើញច្បាស់ថាគាត់ជានរណាទៀតគាត់គឺស៊ីហួងជានរណាគឺដូចជាហាន់ស៊ីងប៉ាយឈីចៅយ៉ាហ្វូរបស់យើងចឹងពេលដែលគាត់បីប្រហាត់តុំជ័រជាមួយពុកឯងមិនទាន់កើតមកផងស៊ីហួងម្នាក់ស្មើនឹងឆៅចាំងឯកដុកនេះបិតាបុតសុំទោសបិតាសុំទោសយើងបាបប្រយោជន៍អីសុំទោសមេតបស៊ីភ្លាមមេតបស៊ីខ្ញុំគួរតែស្លាប់